ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះមកធ្វើក្តាមប្រៃបានមកល្មមគូសំដែរអញ្ចឹងក៏ធ្វើក្តាមប្រៃទៅហូបទៅក្តាមហ្នឹងបានគូសំដែរយើងធ្វើច្រើនពេកហូបមិនអស់ក៏ខូចចូលដែរបងប្អូនអញ្ចឹងក៏ធ្វើមកល្មមដែលយើងហូបអស់ហើយចាំធ្វើទៀតអញ្ចឹងណានាងខ្ញុំធ្វើប៉ុណ្ណឹងគ្រប់គ្រាន់ហើយសម្រាប់គ្រួសាររបស់នាងខ្ញុំអ្នកម្ដាយរបស់នាងខ្ញុំគាត់អត់សូវចេះធ្វើប្រមាណទេតែសម្រាប់នាងខ្ញុំចង់ចេះអីចង់ធ្វើអីគឺធ្វើមើលតាម YouTube បងប្អូនមើលតាម YouTube តាម Facebook ទៅឲ្យតែយើងចង់ធ្វើអីចង់ចេះធ្វើអីមួយយើងសើចទៅ YouTube Facebook ក៏បានដែរសម័យឥឡូវគឺជឿនលឿនមែនតើបងប្អូនយើងអាចធ្វើតាមបានអញ្ចឹងណាអញ្ចឹងនាងខ្ញុំធ្លាប់ធ្វើ2 3ដងហើយអញ្ចឹងជោគជ័យណាបងប្អូនឆ្ងាញ់មែនតើអញ្ចឹងក៏ធ្វើទៀតអញ្ចឹងទៅទុកហូបជាមួយបុកល្ហុងហូបជាមួយបាយកកអីគឺឆ្ងាញ់មែនតើក្តាមប្រៃហ្នឹងមុនដំបូងនាងខ្ញុំអត់សូវប៉ិនហូបទេតែឥឡូវចេះហូបជាដំបូងនាងខ្ញុំទៅដាំទឹកហើយបន្ទាប់មកទៀតក៏ទៅត្រាំក្តាមហ្នឹងជាមួយទឹកកកបន្ទាប់មកនាងខ្ញុំក៏ដោះម្ដងមួយឲ្យស្អាតដីស្អាតក្អែលអញ្ចឹងណានាងខ្ញុំដោះឲ្យសពម្ដងមួយទាន់តែអស់អញ្ចឹងណាបងប្អូនអញ្ចឹងបើបងប្អូនចង់ចេះធ្វើហ្នឹងអាចធ្វើតាមនាងខ្ញុំក៏បានឬក៏សើចតាម YouTube ក៏បានដែរសម័យឥឡូវគឺងាយស្រួលមែនតើយើងមិនចាំបាច់ទៅរៀនផ្ទាល់ឬក៏ទៅសួរគេទេគឺយើងវាយទៅ YouTube និង Facebook មកចេញមកឲ្យទៅចង់ធ្វើអីចង់ចេះអ្វីមួយគឺយើងអាចធ្វើតាមបានសម័យទំនើបគឺជឿនលឿនមែនតើយើងជួយឲ្យយើងនឹងងាយស្រួលទៀតយើងចង់ធ្វើអ្វីក៏អាចធ្វើបានដែរដូចនាងខ្ញុំអីក្តាមប្រៃមុនដំបូងអត់ចេះធ្វើទេហើយនាងខ្ញុំក៏មើល YouTube មើល Facebook អញ្ចឹងទៅក៏ចេះធ្វើបាន2 3ដងគឺជោគជ័យឆ្ងាញ់ណាបងប្អូនរាល់ថ្ងៃអ្នកនៅក្នុងបណ្ដាញសង្គម Facebook ឬក៏ YouTube ហ្នឹងគឺគេអត់លាក់ទេឲ្យតែម្ហូបអីដែលប្លែកគឺគេតែងតែជួយចែករំលែកគ្នាខ្មែរយើងចេះស្រឡាញ់គ្នាណាជួយចែករំលែកគ្នាពីមុខម្ហូបខ្មែរពីមួយទៅមួយអញ្ចឹងណានាងខ្ញុំកាលពីមុនក៏អត់សូវចេះធ្វើម្ហូបដែរបងប្អូនតែនាងខ្ញុំមកសាមើល YouTube មើល Facebook នៅពេលដែលចង់ធ្វើអ្វីមួយអញ្ចឹងណាអញ្ចឹងបាននាងខ្ញុំចេះតែចង់ធ្វើនេះធ្វើនោះទៅដោយសារតែពេលមើលវីដេអូគេហើយគឺចូលចិត្តហើយគឺចង់ញ៉ាំតែម្ដងដល់ពេលនាងខ្ញុំចង់ញ៉ាំគឺនាងខ្ញុំរៀនធ្វើតាមហើយធ្វើដោយខ្លួនឯងអញ្ចឹងទៅណាមួយយើងនៅតំបន់ដាច់ស្រយាលនៅទីជនបទអញ្ចឹងគឺងាយស្រួលមែនតើយើងអត់ចាំបាច់ទិញគេទេរបស់របរយើងហ្នឹងមានស្រាប់ហើយបើយើងទិញគេក៏ចំណាយពេលយូរដែរអញ្ចឹងងាយទេយើងរៀនធ្វើខ្លួនឯងអញ្ចឹងបានឆ្ងាញ់ទៀតបងប្អូនរួចហើយនាងខ្ញុំលាងសម្រស់ឲ្យស្រស់ទឹកបងប្អូនលាងម្ដងមួយដាក់សម្រស់ឲ្យស្រស់ទឹកអញ្ចឹងទៅហើយក្តាមហ្នឹងយើងយកក្តាមរុះដែលមានជើងគ្រប់អត់យកក្តាមដែលអត់មានជើងអញ្ចឹងណាតើទៅគ្រប់ជើង10អីអញ្ចឹងទៅបានយើងយកទៅធ្វើល្អបើយើងយកក្តាមដែលជើងអត់គ្រប់គឺអត់ឆ្ងាញ់ទេហើយអត់សូវល្អទៀតអញ្ចឹងទឹកពោះហើយនឹងខ្ញុំក៏យកអំបិលទៅដាក់ណាដាក់មកល្មមតាមបងប្អូនស្មានទៅយើងធ្វើច្រើនក៏យើងដាក់អំបិលដាំទឹកទៅតាមហ្នឹងទៅតែនាងខ្ញុំធ្វើមិនសូវជាច្រើនប្រហែលទេអញ្ចឹងក៏ដាក់ប៉ុណ្ណឹងទៅរួចហើយមករៀបក្តាមដាក់ក្នុងកតូអញ្ចឹងណាភូមិរបស់នាងខ្ញុំហៅកតូអញ្ចឹងនាងខ្ញុំក៏រៀបក្តាមដាក់នៅក្នុងកតូរួចហើយចំណែកទឹកដែលដាំបាញ់មាញ់ពុះហ្នឹងនៅពេលដែលពុះរលាយបិលសពអស់ហើយនាងខ្ញុំយកទៅទុកឲ្យចុះត្រជាក់អញ្ចឹងណាបងប្អូនអត់ទុកឲ្យក្តៅអ៊ុនទេគឺទុកឲ្យត្រជាក់ស្រេបតែម្ដងអញ្ចឹងណាបានយកមកចាក់ដាក់ក្តាមរបស់យើងអញ្ចឹងនាងខ្ញុំក៏រៀបដាក់នៅក្នុងកតូឲ្យល្អអញ្ចឹងណាបងប្អូនក្តាមហ្នឹងគឺងាយស្រួលធ្វើទេអត់ពិបាកទេហើយយើងអាចហូបបានច្រើនមុខទៀតងាយស្រួលទៀតបងប្អូនអ្នកម្ដាយរបស់នាងខ្ញុំហ្នឹងចូលចិត្តសម្បីតែនាងខ្ញុំក៏ចូលចិត្តដែរគឺឆ្ងាញ់មែនតើបងប្អូននៅពេលដែលយើងរៀបចំអញ្ចឹងហើយយើងក៏យកទឹកអំបិលមកចាក់ណាបងប្អូនទឹកអំបិលគឺបញ្ជាក់ម្ដងទៀតគឺឲ្យត្រជាក់បានយើងចាក់ដាក់ហើយគឺទៅក្របហើយយកទៅទុកហាលថ្ងៃហ្នឹងចំនួន3ម៉ោងហើយបានយកមកចាក់ទឹកអំបិលហ្នឹងចេញចាក់ទឹកអំបិលហ្នឹងចេញហើយបាននាងខ្ញុំហ្នឹងចាក់ទឹកត្រីដាក់ម្ដងទៀតបើយើងអត់ចាក់ទឹកអំបិលហ្នឹងចេញទេគឺធ្វើឲ្យក្តាមរបស់យើងហ្នឹងអត់ឆ្ងាញ់ទេឆ្ងៀមណាបងប្អូនតើយើងចាក់ចេញឲ្យអស់អញ្ចឹងទៅបាននាងខ្ញុំហ្នឹងដាក់ទឹកត្រីចូលតែម្ដងដាក់ទឹកត្រីចូលតែម្ដង
មួយយប់ឬក៏ពីរយប់យើងអាចហូបបានហើយអញ្ចឹងណាបងប្អូននាងខ្ញុំដាក់ម្លិចអញ្ចឹងណាយើងចាក់ទឹកត្រីដាក់ពីលើក្តាមឲ្យលិចក្តាមកាលណាទេបើយើងចាក់អត់លិចគឺធ្វើឲ្យក្តាមរបស់យើងនឹងក៏អត់សូវល្អដែរតើតែយើងចាក់ទឹកត្រីពីលើឲ្យលិចអញ្ចឹងណាមកដល់នឹងអស់ល្មមអញ្ចឹងនាងខ្ញុំក៏ចាក់រួចរាល់ហើយក៏ក្របទុកទៅក្របទុកដល់បានមួយយប់ឬក៏ពីរយប់យើងអាចយកមកហូបជាមួយបាយកកឬក៏បុកជូរហូបអីបានអញ្ចឹងទៅមួយមុខនេះគឺចូលចិត្តខ្លាំងមែនតើអរគុណបងប្អូនដែលស្រឡាញ់ចូលចិត្តជម្រាបលាបាយ